ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកប្រាប់ពីរបៀបបាទហ្នឹងហើយរបៀបថតនៅវីដេអូសាច់រឿងនៅក្នុងហ្គេមបាទហ្នឹងហើយSakura School អញ្ចឹងវាមានពីររបៀបអញ្ចឹងរបៀបទី1អ្នកនរអាចដូនកម្មវិធីខាងលើដែលខ្ញុំបានបង្ហាញអញ្ចឹងណាអាចដូនឡូតបានសម្រាប់ទូរស័ព្ទ Android តែ iPhone អាចថតដោយយើងមានកាមេរ៉ាសាច់ក៏បានដែរអូខេអញ្ចឹងយើងកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាចូលវីដេអូយើងទាំងអស់គ្នាតោះ Let's go អូខេអញ្ចឹងអ្នកទាំងអស់គ្នាយើងចូលមកក្នុងហ្គេមយើងមកដល់ពេលយើងចូលមកដល់ក្នុងកន្លែងយើងលេងហ្គេមហើយអ្នកទាំងអស់គ្នាមកដល់កន្លែងនេះអ្នកទាំងអស់គ្នាត្រូវតែបាទហ្នឹងហើយធ្វើតាមខ្ញុំនីមួយៗមកនឹងចេះហើយនៅក្នុងវីដេអូនេះខ្ញុំចង់ប្រាប់របៀបចាប់កាមេរ៉ានៃរឿងអញ្ចឹងណាហ្នឹងហើយអាចរៀនធ្វើបានហ្នឹងហើយណាអាចគៀនថតវីដេអូនៅលើអេក្រង់បានហ្នឹងហើយយើងធ្វើតែសាច់រឿងទៅតាមសាច់រឿងទៅណាអូខេយើងចុចតាមអញ្ចឹងមកចុច3មកហ្នឹងហើយដើម្បីធ្វើចលនានៃតួអង្គហ្នឹងហើយចុចតាមហ្នឹងមកអាទី3ហ្នឹងបន្តមកទៀតអ្នកទាំងអស់គ្នាចុចកន្លែងទី1គឺមានពាក្យថា camera effect ចុចមកហ្នឹងហើយអូខេអញ្ចឹងមកដល់កន្លែងនេះអ្នកនេះត្រូវតែបរិយារួមនៅកាមេរ៉ានិងគេហៅថានៃការឆ្ងាយឬក៏ចិត្តអញ្ចឹងណាហ្នឹងហើយយើងអាចមើលតាមនឹងផងអញ្ចឹងយើងមើលតាមនឹងទៅគឺសម្រាប់អាពីរហ្នឹងគឺយើងត្រូវតែបរិយារួមវាអូខេអាក្រមគឺយើងត្រូវតែប្រៀបរួមវាទៅអាខាងលើប្រៀបរួមវាទៅហ្នឹងហើយអា4ជ្រុងហ្នឹងគឺយើងត្រូវតែដាក់ជារៀងលើក្រោមអញ្ចឹងណាអូខេអញ្ចឹងយើងចេះអាហ្នឹងហើយអ្នកគ្នាត្រូវតែចុចកន្លែងទី2ដើម្បីយើងធ្វើសកម្មភាពនៃតួអង្គយើងអញ្ចឹងណាអូខេអញ្ចឹងបន្តមកទៀតអ្នកគ្នាត្រូវតែជ្រើសរើសនៅការនិយាយស្ដីណាអញ្ចឹងការវិការការនិយាយហ្នឹងគឺយើងត្រូវតែចំណាយពេលចុចណាដើម្បីឲ្យតួអង្គហ្នឹងមានការនិយាយហ្នឹងហើយមានការនិយាយនិងមានសកម្មភាពផ្សេងហ្នឹងណាហើយនៅក្នុងវីដេអូហ្នឹងគឺខ្ញុំអត់បានប្រាប់ជាក់លាក់ទេចាំនៅក្នុងវីដេអូ part 2ខ្ញុំប្រាប់ធ្វើវីដេអូបញ្ចប់អញ្ចឹងណាអូខេអញ្ចឹងយើងមើលទៅតាមការធ្វើសកម្មភាពចលនានៃតួអង្គសិនទៅហើយចាំវីដេអូក្រោយគឺចាំយើងរៀនឲ្យច្បាស់លើសជាងនឹងទៀតហ្នឹងហើយអូខេអញ្ចឹងយើងមើលតាមនឹងទៅអាចធ្វើចលនាភ្នែកបិទភ្នែកបើកភ្នែកហើយនឹងការចាប់កាមេរ៉ានិងការធ្វើវីដេអូសាច់រឿងនីមួយៗដែលអ្នកគ្នាចង់មានគោលបំណងបង្កើតនៅសាច់រឿងនៅក្នុងហ្គេម Sakura School អូខេអញ្ចឹងបើសិនជាអ្នកគ្នាចង់បាន ID អីថ្មីអាចហ្នឹងហើយ comment ប្រាប់ខ្ញុំម្នាក់មួយមកខ្ញុំឲ្យម្នាក់មួយអញ្ចឹងណាធ្វើវីដេអូចែកបន្តទៀតអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺអត់មានអីច្រើនទេគឺយើងចាំទស្សនានៅវគ្គបន្តតាមម្ដងអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំប្រាប់តែប៉ុណ្្នឹងឯងចាំវគ្គវីដេអូក្រោយចាំយើងធ្វើវីដេអូបន្តទៀតអូខេអញ្ចឹងអរគុណអ្នកនរគ្នា